Bạn zoom có chụp được xua bụng máy bụng ôn ngọc ní hayថ្ងៃនេះពុកម៉ែបងប្អូនវិលត្រឡប់មកជួបជាមួយខ្ញុំបាទហើយនៅក្នុងការនិយាយអំពីសង្គ្រាមរវាងប្រទេសថៃនិងប្រទេសកម្ពុជានៅក្នុងថ្ងៃនេះគឺត្រូវនៅថ្ងៃទី16ខែធ្នូឆ្នាំ2025ផងដែរពុកម៉ែបងប្អូនហើយថ្ងៃនេះគឺខ្ញុំលើករឿងថៃគឺមិនបានគ្រប់បទចុះបាញ់ណាមួយឡើយសូម្បីតែប្រទេសមហាអំណាចបានឲ្យប្រទេសកម្ពុជានិងប្រទេសថៃយើងបានជប់បាញ់ប៉ុន្តែថៃគឺមិនខ្លាចទេគឺមានប្រទេសចិនដែលជាប្រទេសមហាអំណាចមួយផងដែរនិងប្រទេសសហរដ្ឋអាមេរិកដែលមានលោកដូណាល់ត្រាំបានឲ្យប្រទេសទាំងពីរទាំងប្រទេសកម្ពុជារបស់យើងទាំងប្រទេសថៃបានជប់បាញ់ប៉ុន្តែយំមិញឃើញថាអត់មានឮសំឡេងអ្វីនោះទេនៅតាមបន្ទាត់ព្រំដែនប៉ុន្តែពេលព្រឹកឡើងឃើញថាថៃបានបន្តបាញ់ប្លង់គ្រាប់ចូលមកទឹកដីរបស់ប្រទេសកម្ពុជារបស់យើងហើយនេះគឺជាចម្ងល់របស់មហាជនប្រជាជនកម្ពុជារបស់យើងថាតើថៃសូម្បីតែប្រទេសមហាអំណាចទាំងពីរនេះបានដាក់បទឈប់បាញ់ហើយប៉ុន្តែថៃគឺមិនខ្លាចទេតើហេតុនេះហើយធ្វើឲ្យប្រជាជនរបស់កម្ពុជារបស់យើងថាតើប្រទេសថៃនេះខ្លាចប្រទេសណាទៀតបើសូម្បីតែប្រទេសមហាអំណាចប្រទេសចិននិងប្រទេសសហរដ្ឋអាមេរិកបានដាក់បទកិច្ចព្រមព្រៀងឲ្យជប់បាញ់ហើយដែរប៉ុន្តែប្រទេសថៃគឺមិនខ្លាចទេនៅពេលព្រឹកឡើងព្រឹកមិញនេះគឺថៃបានបន្តផ្លងគ្រាប់ចូលមកលើទឹកដីរបស់ប្រទេសកម្ពុជារបស់យើងដែលនៅតំបន់ឃុំឧបជនស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនេះគឺបានផ្លងចូលមកធ្វើឲ្យប្រទេសប្រជាជនដែលប្រទេសជួលទីសំណាក់ហ្នឹងខ្ទេចខ្ទីអស់ផងដែរពុកម៉ែបងប្អូននៅក្នុងព័ត៌មាននៅក្នុងខេត្តបន្ទាយមានជ័យរបស់យើងដែលប្រភពនោះគឺលោកឡៃលីដែលបានបង្ហោះមកដែលថៃបានបាញ់ផ្លងចូលមកនៅក្នុងទឹកដីរបស់ប្រទេសកម្ពុជារបស់យើងគឺនៅឃុំឧបជនស្រុកអូជ្រៅខេត្តបន្ទាយមានជ័យហើយដែលធ្វើឲ្យប្រទេសជួលហ្នឹងក៏បានខ្ទេចខ្ទីតែម្ដងពុកម៉ែបងប្អូនកាលពីព្រឹកមិញនេះហើយដោយសារខ្ញុំគឺជាអ្នកនៅខាងឃុំសឹងស្រុកអូជ្រៅខេត្តបន្ទាយមានជ័យគឺជាប់ជាមួយឧបជនដែលគៀកជាមួយទឹកដីថៃដែរពុកម៉ែបងប្អូនហើយតំបន់ឃុំសឹងព្រឹកមិញក៏មានការបាញ់កាភ្លើងតដៃពីវីរៈកងទ័ពដ៏អង្អាចក្លាហានកម្ពុជារបស់យើងទប់ទល់ជាមួយភាគីថៃដែរពុកម៉ែបងប្អូនហើយយើងគិតឃើញថាសូម្បីតែប្រទេសមហាអំណាចលោកដូណាល់ត្រាំដែលជាប្រទេសមហាអំណាចសហរដ្ឋអាមេរិកជាមួយនឹងប្រទេសចិនក៏ថៃមិនខ្លាចដែរអញ្ចឹងហើយគឺចង់សួរថាតើប្រទេសថៃខ្លាចយ៉ាងណាទៀតនេះហើយគឺជាការចោទសួររបស់ប្រជាជនកម្ពុជារបស់យើងនៅក្នុងពិភពលោកថាតើថៃខ្លាចយ៉ាងណាទៀតពុកម៉ែបងប្អូនហើយក៏សូមផ្ដាំផ្ញើដល់ពុកម៉ែបងប្អូនរបស់យើងដែលនៅតាមបន្ទាត់ព្រំដែនខ្មែរថៃគឺត្រូវមានការប្រុងប្រយ័ត្នទាំងអស់គ្នាពុកម៉ែបងប្អូនបើសិនជាពុកម៉ែបងប្អូនគិតថានៅតំបន់ព្រំដែននឹងអាចកិច្ចខ្លួនជំនះបានក៏ជំនះចេញពីតំបន់នឹងទៅពុកម៉ែបងប្អូនព្រោះថាថៃគឺមិនបានស្ដាប់នៅកិច្ចព្រមព្រៀងណាមួយឡើយរបស់ប្រទេសមហាអំណាចទាំងចិនទាំងសហរដ្ឋអាមេរិកទេគឺថៃនៅតែកក្លឿននៅតែមានការវាយប្រហារចូលទឹកដីរបស់ប្រទេសកម្ពុជារបស់យើងដូច្នេះហើយពុកម៉ែបងប្អូនដែលនៅជាប់ជាមួយព្រំដែនថៃមិនថាជាខេត្តណាទេដែលមានព្រំប្រទល់ជិតមួយថៃគឺយើងត្រូវបង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នាដើម្បីមានសុវត្ថិភាពទាំងអស់គ្នាផងដែរហើយក៏សូមជូនពរឲ្យវិរៈកងទ័ពរបស់យើងដ៏អង្អាចក្លាហានកម្ពុជារបស់យើងទទួលបានជ័យជំនះគ្រប់វិនាទីផងដែរពុកម៉ែបងប្អូនគណៈពីនេះខ្ញុំបាទសូមគោរពលាសូមអរគុណសិនជាមានព័ត៌មានថ្មីៗខ្ញុំនឹងធ្វើបង្ហាញជូនពុកម៉ែបងប្អូនបន្តទៀតផងដែរតែពីនេះខ្ញុំបាទសូមអរគុណសូមគោរពលាបាយបាយ